ai đóng chia tập bốn dòng ai đóng hai nhóm piเอาไว้ได้ดำบันคืนชีวิตเซตแบบบอลจำนวนสเตรกมาบ่เยอะได้ไอ้ดำมันสักมันเต็กตรงนี้ไม่ดำเพราะว่าดำเตรกสูงครับในการมีการเข้าตัวที่ควรจะมีการแบบนี้บ่គុណច្រើនបច្ចុប្បន្នអគ្គស្នងការនគរបាលជាតិបូកទាំងនឹងអង្គការសមាគមនានាយើងកំពុងសហការក្នុងការប្រមូលព័ត៌មានហើយព្រឹកមិញនេះយើងក៏បានទៅជួបបងអូនស្រីហើយសុខភាពល្អប្រសើរជាងមុនបន្តិចបើប្រៀបធៀបទៅនឹងផ្សេងមិញគឺគាត់បានបាត់បង់នៅការចងចាំមួយចំនួនហើយជាពិសេសមានភាពរវើរវល់ច្រើនហើយសុខភាពដូចខ្ញុំបានបញ្ជាក់ព្រឹកមិញនេះគ្រាន់បើចឹងហើយខ្ញុំសូមពៀវនាវទៅដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលនៅពេលខាងមុខឬមួយនៅពេលអនាគតដែលត្រឡប់មកប្រទេសកម្ពុជារបស់យើងនេះសូមឲ្យមកជាក្រុមហើយកុំឲ្យបែកគ្នាហើយជាពិសេសគឺផ្ដល់ព័ត៌មានឲ្យអ្នកផ្ទះឲ្យបានដឹងមុនថាខ្ញុំនឹងមកនៅថ្ងៃណាសម្រាប់បើមានព្រឹត្តិការណ៍ណាដែលមិនប្រក្រតីឬមួយស្អីមួយដែលមិនប្រក្រតីសូមឲ្យដាក់ពាក្យបណ្ដឹងទៅអាជ្ញាធរពាក់ព័ន្ធហើយជាពិសេសគឺនៅមូលដ្ឋានតែម្ដងដោយអូនស្រីកន្លងទៅនេះក៏បានដាក់ពាក្យបណ្ដឹងនៅខេត្តបាត់ដំបងហើយយើងកំពុងហាត់ដៃហាត់ជើងដើម្បីធ្វើកិច្ចការនេះបង្ហាញលើឆាកអន្តរជាតិអំពើខ្ញុំហ៊ាននិយាយថាអំពើស្មោកគ្រោកមួយនេះដែលយើងមិនអាចទទួលយកបានក្នុងនាមប្រជាពលរដ្ឋដូចគ្នាបាទไอ้ดำโดยไล่สมัยบงโอนยังเซ็งกิจสารแต่สถานพิบเป็นนี่คือยังบัดได้จังเจงจังโจแต่ว่าสั้นที่บงโอนขมายยืดในชีพลกรในที่นี้กวดจังแต่ละบงตาอริปทาพิบาลกรรมผู้ชื่อหนึ่งมีมาโชคใบสำหรับสมบูรณ์บุกกวดก็อนุวัตมีแต่พิธีแบบนั้นចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរដែលនៅពេលខាងមុខនេះនឹងចង់ត្រឡប់មកវិញគឺយើងបានទៅចែកជាមួយតាមបណ្ដាច្រកមួយចំនួនដើម្បីកំណត់ថ្ងៃកំណត់ពេលរួចហើយកិច្ចការងារនេះថ្នាក់ដឹកនាំនៃច្រកទាំងពីរកំពុងសិក្សាពេលវេលាសមស្របព្រោះឥឡូវនេះច្រកមួយចំនួនបិទមែនប៉ុន្តែចំពោះច្រកមួយចំនួនដែលពាក់ព័ន្ធទៅនឹងផ្ដល់ប្រជាពលរដ្ឋឬមួយផ្ដល់ឱកាសប្រជាពលរដ្ឋត្រឡប់មកវិញនេះគឺគាត់បើករយៈពេលកន្លះម៉ោង1ម៉ោងទៅតាមពេលវេលាអ្វីដែលគេបានអនុញ្ញាតអញ្ចឹងសម្រាប់នៅពេលខាងមុខគឺយើងនឹងបន្តធ្វើការជាមួយខេត្តនិងខេត្តដើម្បីហើយជាពិសេសគឺខាងអន្តរវេសនិងអន្តរវេសដើម្បីសម្រួលកិច្ចការនេះយើងបានកំពុងធ្វើជាប្រចាំហើយយើងតាមដាននៅលើកិច្ចការនេះបាទជំវិញទៅនឹងជនពិសេសនៅទីនេះវិញអាយដាមថាតើអាយដាមនឹងបន្តជំរុញអនុវត្តថែទាំបែបណាឬក៏ទុកពេលវេលាបែបណាសម្រាប់ពួកគាត់ស្នាក់នៅទីនេះឬក៏យើងនឹងឲ្យគាត់ត្រឡប់ទៅលំនៅឋានវិញនៅក្នុងស្ថានភាពពេលណាមួយនេះជារួមស្ថានភាពបច្ចុប្បន្នខ្ញុំគិតថាมันអាចឲ្យពួកគាត់ត្រឡប់ទៅវិញបានទេយើងដឹងទាំងអស់គ្នាហើយអញ្ចឹងហើយនៅទីនេះគឺជាទីតាំងមួយដ៏មានសុវត្ថិភាពសម្រាប់ពួកគាត់ពេលបច្ចុប្បន្នហើយក៏សូមអរគុណដែរជូនចំពោះរាជរដ្ឋាភិបាលបូកទាំងនឹងថ្នាក់ដឹកនាំបូកទាំងនឹងរដ្ឋបាលខេត្តជាពិសេសបានបន្តយកទុកដាក់ខ្ពស់ទៅលើកិច្ចការ3ធំដែលខ្ញុំបានលើកឡើងនេះបន្តិចពាក់ព័ន្ធទៅរឿងសន្តិសុខនៅក្នុងតំបន់នេះបូកទាំងនឹងអនាម័យហើយជាពិសេសនឹងការផ្ដល់សេវានានាចាំបាច់ជូនទៅដល់ពលរដ្ឋធម្មតាតែយើងផ្លាស់ប្ដូរទីតាំងនៃការស្នាក់នៅអាចខុសកន្លែងឬមួយពិបាកបន្តិចប៉ុន្តែកិច្ចការនេះខ្ញុំគិតថាយើងនឹងបន្តខិតខំប្រឹងប្រែងដើម្បីជួយសម្រួលពួកគាត់ឲ្យអស់ពីលទ្ធភាពក្នុងគោលដៅតែមួយគត់ទេដើម្បីគាត់ធ្វើម៉េចអាចត្រឡប់ទៅវិញឆាប់ដោយសារតែយើងក៏មិនចង់ទុកនៅគាត់នៅទីនេះដែរប៉ុន្តែយើងត្រូវតែទទួលស្គាល់ស្ថានភាពបច្ចុប្បន្នមិនទាន់អំណោយផលហើយកម្រិតយូរឬមួយឆាប់ពេលណានោះអានោះខ្លួនខ្ញុំផ្ទាល់ក៏មិនអាចកំណត់បានដែរបាទសូមអនុសាសន៍អាយដាមចុងក្រោយស្របនៅព្រឹត្តិការណ៍ដែលថៃបានបន្តម្ដងហើយម្ដងទៀតធ្វើទុកបុកម្នេញចំពោះប្រជាពលរដ្ឋកម្ពុជារហូតឈានដល់របួសហើយបាត់បង់ជីវិតដែលគឺតបជាសពកាពេលកន្លងទៅនៅក្នុងព្រឹត្តិការណ៍ចំនួនព្រំដែននេះជារួមខ្ញុំគិតថាសូមឲ្យប្រជាពលរដ្ឋទាំងអស់ទាំងក្នុងនិងក្រៅប្រទេសរួមគ្នាហើយជាពិសេសកុំយកឱកាសដែលកំពុងពីការឈ្លានពានរដ្ឋបរទេសមកលើកម្ពុជានេះជាកម្មវត្ថុនៃការចំណេញនយោបាយកម្មវត្ថុនៃការចំណេញទៅលើប្រជាប្រិយភាពបុគ្គលបាទព្រោះឥឡូវយើងមានទុករួមគ្នាយើងត្រូវចូលរួមដោះស្រាយរួមគ្នាហើយក្នុងន័យនេះសូមបញ្ជាក់ថារដ្ឋាភិបាលដោយបានលើកឡើងខាងដើមគឺថាការធ្វើសង្គ្រាមមិនមែនសង្គ្រាមនៅលើដីទេសង្គ្រាមនយោបាយសង្គ្រាមការផ្សព្វផ្សាយព័ត៌មានសង្គ្រាមនៃការទំនាក់ទំនងក៏ជាកត្តាដ៏សំខាន់ដែលมันអាចហៅថាការសង្គ្រាមពីមុនយើងធ្លាប់ថាសង្គ្រាមប្រពៃណីគឺវាយទៅលើដីឈ្នះចាញ់ដឹងប៉ុន្តែសង្គ្រាមការទំនាក់ទំនងនយោបាយដូចខ្ញុំបានលើកឡើងឥឡូវឈានទៅដល់មហាអំណាចចិនមហាអំណាចអាមេរិកមហាអំណាចជប៉ុនហើយជាពិសេសកូរ៉េក៏បានដឹងហើយក្នុងនេះក្រសួងការបរទេសកម្ពុជាបានអញ្ជើញតួអង្គសំខាន់ហើយក្នុងនេះទៀតសោតក្រសួងមហាផ្ទៃក៏បានសហការ
ជាមួយនឹងក្រុមការងារ Task Force ដែលយើងមានអូស្ត្រាលីមានអាមេរិកក្រុម FBI ជប៉ុនហើយនឹងកូរ៉េមួយទៀតដែលយើងបានផ្សព្វផ្សាយទៅលើអ្វីដែលជាទទួលបាននៅកសោតវិច័យដែលបងឌីណៃដែលបានស្លាប់នៅពេលថ្មីនេះអញ្ចឹងនេះគឺជាការសរបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់និងការគិតគូររបស់រដ្ឋាភិបាលជារួមហើយនិយាយដោយឡែកចំពោះករណីឈ្លានពាននេះយើងនឹងបន្តខិតខំប្រឹងប្រែងធ្វើយ៉ាងណាកុំឲ្យរាលដាលទៅដល់សុខទុក្ខរបស់ប្រជាពលរដ្ឋឲ្យត្រឹមតែព្រំដែនដែលមានបញ្ហានេះផងដែរចា៎អរគុណ